សូមជម្រាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នានៅថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយជាមួយនឹងបរិសសង្ហាតែវ័យរបស់គាត់ប្រហែលជាលើសខ្ញុំបន្តិចថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍និស្សិតទាំងអស់ជាពិសេសយុវជនមកស្ដាប់ថាតើខ្ញុំជួបថ្ងៃនេះគឺបងជានរណាគាត់ធ្វើការងារអីហើយភូមិឋានដែលខ្ញុំកំពុងតែមកជួបគាត់តនេះគឺនៅក្នុងភូមិសាស្ត្រណាចង់ជ្រាបច្បាស់ជួបគ្នាជាមួយនឹងខ្ញុំតែម្ដងជម្រាបសួរបងបាទជម្រាបសួរគាត់បាទអញ្ចឹងដំបូងនេះខ្ញុំចង់ឲ្យបងធ្វើការណែនាំខ្លួនថាបងឈ្មោះអីបងមានស្រុកកំណើតនៅឯណាហើយបងអាចរៀបរាប់អីបានខ្លះពីខ្លួនឯងសូមជឿបងបាទខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះពុទ្ធាបាទហើយស្រុកកំណើតរបស់ខ្ញុំហ្នឹងគឺនៅស្រុកនៅភូមិផាត់សណ្ដោងឃុំភ្នៅទី1ស្រុកថៅកណ្ដាលខេត្តព្រៃវែងអ្នកព្រៃវែងបាទអ្នកព្រៃវែងហើយតាក់ទងជាមួយនឹងសូមបញ្ជាក់បន្តិចបងបច្ចុប្បន្នមានគ្រួសារក៏នៅលីវបាទបច្ចុប្បន្នមានគ្រួសារហើយបាទមានគ្រួសារអញ្ចឹងបងប្អូនអ្នកទស្សនាក្រៃលោកឃើញគាត់សង្ហាពេកអញ្ចឹងចង់សួរអញ្ចឹងខ្ញុំសួរហើយក៏លោកមានអ្នកខ្លះត្រូវដាក់ពាក្យអីឃើញដោយសារតែបងមានរូបរាងសង្ហាអញ្ចឹងអរគុណបងសម្រាប់ថ្ងៃនេះដែលបានមកជួបគ្នាក្នុងថ្ងៃនេះចង់ឲ្យបងថានៅពីក្រោយខ្នងបងប្អូនគាត់តែឃើញដឹងហើយគឺសិតតម៉ូតក៏អាវគ្រប់ប្រភេទទាំងអស់អញ្ចឹងថ្ងៃនេះគឺខ្ញុំជួបជាមួយនឹងជាងជំនាញអាជីពយើងអាចនិយាយថាជាអាជីពហើយដោយសារតែគាត់ប្រកបមុខរបរនេះយូរឆ្នាំចង់ឲ្យបងរៀបរាប់ពីបទពិសោធន៍ក្នុងនាមបងជាជាងកាត់ដេរនេះបងបានចាប់ដើមតាំងពីពេលណាហើយមកទល់ពេលនេះបងបានកសាងស្នាដៃនិងសមិទ្ធផលអីខ្លះមានអតិថិជនខាងណាខ្លះសូមជឿបងបាទអរគុណច្រើនបាទតាក់ទងជាមួយនឹងការងារអាជីពកាត់ដេររបស់ខ្ញុំនេះបើយើងចាប់ដើមការរៀនចាប់ពីថ្ងៃរៀនមកគឺយើងក្នុងឆ្នាំ97ហើយបាទហើយខែ7ទៀតថ្ងៃអូ97ខែ7ប៉ុន្តែតោះតែថ្ងៃអីអត់ចាំថ្ងៃអីអត់ចាំបាទអញ្ចឹងបើយើងគិតចាប់ពីនោះកាលនោះបងអាយុប៉ុន្មានកាលនោះបើគិតពីអាយុឥឡូវខ្ញុំ45ហើយអាជីពកាត់ដេរនេះវាពីនងមកដល់ឥឡូវហ្នឹងវា28ឆ្នាំអញ្ចឹងមក45បូក28ទៅតប្រហែលមើលបាទ45អូយូរណាស់យូរមែនអញ្ចឹងវាអាជីពកាត់ដេរខ្ញុំវា28ឆ្នាំបើចាំដកចាំគិតតាមក្រោយឥឡូវចាំចេញបាទអញ្ចឹងពេលដែលយើងមកពីជនបទមកគឺយើងអត់ចេះអីទាំងអស់បាទគឺយើងរៀនក៏បានថ្នាក់តិចរៀនបានថ្នាក់ទី8ទេទី8អក្សរហ្នឹងគឺលំទេទី8ពីសង្គមចាស់ធំដែរណាបងបានខ្ពស់ដែរមិនដល់សង្គមចាស់ហើយយើងសង្គមថ្មីយើងសង្គមថ្មីហើយសង្គមថ្មីហើយដល់ពេលអញ្ចឹងទៅម្ដាយហ្នឹងក៏គាត់ជួយរៀបចំថាមានកូនហើយតើគួរកាន់យកជំនាញអីមួយដើម្បីចិញ្ចឹមជីវិតនេះជាគំនិតរបស់ម្ដាយរបស់ខ្ញុំបាទអញ្ចឹងហើយដល់ពេលអញ្ចឹងទៅក៏គាត់គិតថាមានបងប្អូនខ្ញុំពូខ្ញុំគាត់នៅខាងកំពង់ចាមគាត់មានបងប្អូនគាត់តទៅទៀតជាមេជាងកាត់ដេរបាទមេជាងកាត់ចុះពូជខ្សែស្រឡាយមកតែម្ដងបាទស្គាល់គ្នាបាទស្គាល់អញ្ចឹងទៅមេជាងកាត់ដេរហ្នឹងគឺនៅគាត់ធ្វើការនៅហាងវិមានឯករាជ្យបាទហាងវិមានឯករាជ្យនៅចិត្តមានឯករាជ្យហ្នឹងបាទអញ្ចឹងពូខ្ញុំហ្នឹងពូយកខ្ញុំមកផ្ញើរៀនជាមួយនឹងបងប្អូនគាត់ហ្នឹងតាំងពីពេលហ្នឹងមកតាំងពីឆ្នាំ97ហ្នឹងមកអញ្ចឹងពី97ហ្នឹងយើងនៅជាមួយគាត់ប្រហែលឆ្នាំបានចេញមកបើករបរខ្លួនឯងនៅពេលដែលនៅរៀនជាមួយគ្រូដើមហ្នឹងហៅថាគ្រូដើមណាបាទគ្រូដើមហ្នឹងរយៈពេលប្រហែលជា1ឆ្នាំជាងតើ1ឆ្នាំជាងទេ1ឆ្នាំជាងយើងមិនអាចចេញមកកាន់ការងារធ្វើជំនាញជាងបើកហាងចឹងបានទេបាទ1ឆ្នាំជាងហ្នឹងបន្ទាប់ពីយើងរៀនបានចេះមួយផ្នែកហើយគឺយើងអាចចូលទៅធ្វើការក្នុងហាងមួយដើម្បីយកប្រាក់ចំណូលមកវិញបានណាបាទបានប្រាក់ចំណូលមកវិញណាប៉ុន្តែយើងមិនទាន់មានបទពិសោធន៍ច្រើនទេគឺយើងធ្វើការឲ្យគេបណ្ដាយើងរៀនបណ្ដាបាទហ្នឹងដែលបទពិសោធន៍ធ្វើការឲ្យហាងគេនឹងបានឆ្នាំមកបទពិសោធន៍ធ្វើការនៅក្នុងហាងគេហ្នឹងមានច្រើនហាងបាទមានច្រើនហាងចេញពីហាងមួយទៅហាងមួយចេញពីហាងមួយចូលហាងមួយទៅយើងរៀនបន្តរហូតបាទអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមជំហានដំបូងដែលចាប់ផ្ដើមចេញមកធ្វើការខ្លួនឯងបានហ្នឹងរយៈពេលចាប់ពីរៀនមកបើតាមជាការខ្ញុំស្មានប្រហែលជាក្នុង5ឆ្នាំបាទក្នុងឆ្នាំក៏ហាងច្រើនដែរបាទហាងច្រើនដែរក្នុង5ឆ្នាំហ្នឹងខ្ញុំចូលធ្វើការតាមហាងគេច្រើនបាទ
បន្ទាប់មកហ្នឹងគឺយើងចាប់ដើមខ្លួនឯងគេហៅថាកវៃកោឆ្នាំខ្លួនឯងគឺជួលតូបមួយនៅក្នុងផ្សារអូឡ িম্প ិក អូផ្សារអូឡ িম্প ិក ជាន់ទី3 ជាន់ទី3ចឹងអតិថិជននៅអូឡ িম্প ិកប្រហែលជាស្គាល់បងបងប្អូននៅផ្សារអូឡ িম্প ិកបើឃើញអីខ្ញុំជម្រាបសួរបាទ ជម្រាបសួរពីចម្ងាយបាទជម្រាបសួរពីចម្ងាយដោយសារនៅអូឡ িম্প ិកគឺមានអនុស្សាវរីយ៍ច្រើនដែរហើយអូឡ িম্প ិកហ្នឹងបងនៅប្រហែលឆ្នាំបើនៅអូឡ িম্প ិកហ្នឹងរយៈពេលប្រហែលជា2ឆ្នាំ2ឆ្នាំបាទ2ឆ្នាំយើងជួលតូបគេ2ឆ្នាំទៅហើយយើងចាប់ដើមប្រកបអាជីពយើងហ្នឹងទៅវាបានម៉ួយខ្លះបាទម៉ួយខ្លះទៅតបមកផ្សារអូឡ িম্প ិកហ្នឹងគេចាប់ដើមអភិវឌ្ឍផ្សារទៅផ្សារហ្នឹងវាឡើងថ្លៃជួលឡើងថ្លៃច្រើនអញ្ចឹងយើងបដូរទីតាំងខ្ញុំបានបដូរទីតាំងមកផ្លូវភ្លួអូអាស័យបាទនៅផ្លូវភ្លួអូអាស័យហ្នឹងជួលផ្ទះគេម្ដុំផ្លូវភ្លួអូអាស័យហ្នឹងសម្បូរកាក់កាសម្បូរណាហើយលក់កណាត់អីសម្បូរណាសម្បូរណាបាទជំនាន់ហ្នឹងហើយខ្ញុំជួលផ្ទះគេហ្នឹងម្ដងនេះជួលផ្ទះម្ដងណាជួលផ្ទះបាទដំបូងជួលតូបបាទឥឡូវជួលផ្ទះណាតង់ទី2ជួលផ្ទះហើយអំឡុងពេលដែលខ្ញុំជួលផ្ទះហ្នឹងគឺយើងធ្វើបាន4ឆ្នាំក្នុងផ្ទះមួយហ្នឹងបាទព្រោះយើងធ្វើកុងតាមកគេអញ្ចឹងទៅបាទបាន4ឆ្នាំហើយខ្ញុំចាប់ដើមបរៀនបងប្អូនខ្ញុំបាទច្រើនប្រហែលអ្នកបងប្អូនខ្ញុំ5នាក់បាទចំណែកជាងកាត់ដេរហ្នឹងគឺមាន4នាក់ដកតាពើមួយចេញទេទាំងអស់គ្នាគឺសុទ្ធតែជាងកាត់ដេរទាំងអស់សុទ្ធជាងកាត់ដេរទាំងអស់បងខ្ញុំនេះបន្ទាប់នេះត្រីបាទបន្ទាប់ខ្ញុំបន្ទាប់បងបាទហើយបន្ទាប់មួយទៀតប្រដែលនៅក្បែរហាងកាទៀវយើងហូបមួយគ្នាមិញណាមួយទៀតទី4ម្លងនឹងមកល្វែងបាទយើងអាចទៅស្គាល់គាត់ក៏បានដែរហ្នឹងហើយហើយដល់ទី5គាត់ធ្វើការជាក្រុមហ៊ុនឯកជនអរគុណបងប្អូននៅទស្សនាទាំងអស់គ្នាមានន័យថាថ្ងៃនេះខ្ញុំមកជួបក្រុមគ្រួសារជាងកាត់ដេរតែម្ដងតែផ្ដើមចេញពីបងទៅរៀនសូត្រពីខ្សែស្រឡាយបងប្អូនរបស់គាត់ជួលតូបបង្កើតមុខរបរជួលខ្លួនឯងឥឡូវនេះមកដល់នេះគឺផ្ទះខ្លួនឯងបាទប្រហែលជាមិនចាំបាច់រៀបរាប់ទេព្រោះមកដល់នេះគឺផ្ទះខ្លួនឯងតែម្ដងចង់ឲ្យបងរៀបរាប់ថាមកទល់ពេលនេះបងចេះកាត់ខោអាវប្រភេទយ៉ាងម៉េចខ្លះជាងកំងយ៉ាងម៉េចយ៉ាងម៉េចហើយអតិថិជនបងមានប្រភេទណាខ្លះឥឡូវនេះបាទជឿនបងតកតងមួយការងារកាត់សម្លៀកបំពាក់យើងកាត់ផ្នែកខាងបរោះបាទអញ្ចឹងបងចេះមកឈុតបរោះផ្នែកខាងបរោះហើយចំណែកខាងនារីគឺយើងកាត់ជាលក្ខណៈមន្ត្រីរាជការជាក្រុមហ៊ុនហ្នឹងយើងផ្នែកនារីកាត់បានបាទហើយទៅតកតងមួយការអាវប្រពៃណីបាទញ៉ាំការអីគឺបងអូនស្រីខ្ញុំបន្ទាប់ខ្ញុំបងអូនស្រីបងគឺមានជំនាញខាងកៅអៅបាទកៅអៅម៉ូតកៅអៅបាទអញ្ចឹងនារីបាទហូបប្រមុងអីហ្នឹងបងណាបាទហ្នឹងពេលដែលភ្ញៀវគាត់អញ្ជើញមកគាត់អាចទទួលបានសេវាកម្មទាំងប្រុសទាំងស្រីបាទបងវុធាមានបទពិសោធន៍20ឆ្នាំទៅ30ឆ្នាំជាងហើយបងប្អូនទាំងអស់មានមុខរបរជាជាងកាត់ដេរអ្វីទៅបិទតែមិនបានទៅរៀនទៅអប់រំសិក្សាសាកលវិទ្យាល័យប៉ុន្តែនេះគឺជាសាកលវិទ្យាល័យជាក់ស្ដែងដែលយើងមិនត្រឹមតែរៀនហើយយើងអាចរកចំណូលបានផ្ទាល់ទេក្នុងរយៈពេលដ៏ខ្លីប៉ុន្តែវាអាចធ្វើឲ្យជីវិតរបស់យើងរស់នៅដូចគេដែរឯណាបាទនិស្សិតខ្លះខំប្រឹងរៀនចប់ដល់ឧត្តមសិក្សាដើម្បីរកការងារធ្វើប៉ុន្តែយើងរៀននៅនេះក្នុងរយៈពេលគេហៅថាសាលារៀនគេហៅថាក្រៅរបងសាលាប៉ុន្តែវាហុចផលផ្លែផ្កាសម្រាប់ចិញ្ចឹមគ្រួសាររបស់គាត់មកទល់ពេលនេះមានន័យថាបងវុធាគាត់អាចរស់បាន3ពេលដូចគេដែរយើងនិយាយថាមិនមែនជាអ្នកមានកបពកហើយក៏មិនមែនជាអ្នកដែលអន់ដែរអាចរស់បានដូចគេដែរឯងធ្វើបុណ្យចុះសង្គមគេបានបាទអញ្ចឹងចង់ជំរាបសួរបងថាមកទល់ពេលនេះអតិថិជនរបស់បងមានឯកឧត្តមលោកជំទាវអុកញ៉ានៅមើលហឹបអីណាខ្លះតែមកទល់ពេលនេះពូ20 30ឆ្នាំចូលស្ដាច់ក្រាញ់ហ្នឹងបងណាបាទជាងកាត់ដេរចូលស្ដាច់ក្រាញ់ហ្នឹងបាទតែជនបងដូចជាមានអុកញ៉ាមានអុកញ៉ាមានមួយទេមិនច្រើនទេអួតទេហើយឯកឧត្តមនោះក៏មានមួយពីរដែរបាទហើយបន្ទាប់ទៅគឺបងប្អូនយើងនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋទូទាំងប្រទេសប្រជាពលរដ្ឋភ្នំពេញបាទនៅក្នុងមូលដ្ឋានយើងមន្ត្រីរាជការនៅក្នុងមូលដ្ឋានយើងដែលរស់នៅក្នុងសង្កាត់គោកឃ្លៀងខណ្ឌសែនតុកហ្នឹងក៏មានមន្ត្រីរាជការគាត់អញ្ជើញមកដែរបាទអញ្ជើញមកកាត់សម្លៀកបំពាក់នៅហាងរបស់ខ្ញុំដែរហើយមានអតិថិជនណាដែលគាត់ជាប្រចាំឆ្នាំហ្នឹងគាត់ត្រូវតែកំងដូរម៉ូតកៅអៅបងរៀងរាល់ឆ្នាំមកមានទេមានបាទមានជាដូរទាំងម៉ូតខោដូរទាំងម៉ូតអាវបាទមានគឺគាត់ធម្មតាសម្លៀកបំពាក់តើយើងប្រើចាស់ហើយយើងត្រូវបដូរហើយបាទពេលដែលយើងបដូរគឺគាត់កំងទៀតហើយអញ្ចឹងគឺ
អាហ្នឹងគេឲ្យថាម៉ូយជាប្រចាំ ម៉ូយជាប្រចាំ ម៉ូយជា អ ប្រ ញ្ចឹង ចាំ មានថាយើងមានម៉ូយរង្វើជុំជាប្រចាំមកណា មានបាទមានអញ្ចឹង ហើយមកទល់ពេលនេះមានន័យថាមានតែអតិថិជនខ្លះស្វែងរកបងបាត់បង contact បងអីអត់ អូរច្រើន រច្រើន បាទ អញ្ចឹងសង្ឃឹមថាវីដេអូនេះអតិថិជនរបស់បងសឹមវុធាឈ្មោះបងសឹម ឈុំវុធា ឈុំវុធា ប៉ុន្តែហាងកាត់ដេរគឺថាវុធាម៉ូតកាត់ដេរ វុធាម៉ូតកាត់ដេរ បាទ បាទបាញ់មិញខ្ញុំច្រឡំចង់ច្រឡំទៅគោលអ្នកធំចង់ច្រឡំទៅគោលអ្នកធំអញ្ចឹងបងប្អូនអ្នកទស្សនាទាំងអស់នេះហើយបងមានដែរកាត់កៅអៅយុវជនយុវវ័យសិស្សសាលានិស្សិតអីច្រើនហ្នឹង បាទកាត់មានកាត់ទាំងអស់បាទ បាទ មានកាត់មន្ត្រីរាជការទាំងអស់តាមក្រុមហ៊ុនឬមួយគឺថាភ្ញៀវកាត់ជាលក្ខណៈកម្មវិធីអាពាហ៍ពិពាហ៍ ក្រុមហ៊ុនមានថាគេអាចអញ្ជើញបងទៅវាស់បុគ្គលិកក្រុមហ៊ុនគេ30 40នាក់50 60នាក់ទៅណាបង ទៅដល់កន្លែងវាស់កាត់ចឹងទៅ ទៅវាស់កាត់ចឹងទៅបាទ យើងតំណាក់ ហើយ តំណងទៅ តំណែងតំណងបាទបងប្អូនអ្នកទស្សនាជាពិសេសនិស្សិតខ្ញុំសង្ឃឹមថានិស្សិតទាំងអស់យើងស្គាល់ជាងដែលមានបទពិសោធន៍យូរឆ្នាំហើយជាងគឺអត់ព្រួយបារម្ភថាគាត់នៅកំឡោះយុវវ័យអីទេ មើលទៅខាងក្រៅខ្ញុំនេះគឺមានពុទ្ធរូបបាទអ្នកសំសិលអ្នកធ្វើបុណ្យធ្វើទានធ្វើធម៌ដែរទេ ពេលព្រឹកឡើងគឺយើងថ្វាយគុំព្រះថ្ងៃនេះជាថ្ងៃសិលត្រាប់ បាទថ្ងៃសិលស្រាប់ ថ្ងៃ បាទ សិលត្រាប់លំឡើងប៉ុន្តែជាធម្មតាគឺខ្ញុំព្រលឹមឡើងគឺខ្ញុំត្រូវថ្វាយគុំព្រះហើយគឺយើងសូត្រអ្នកមោទសៈ3ចប់ នៅមោទសៈបី ហើយ ចាប់ សូមផ្សាយមេត្តាឲ្យខ្លួនឯងផ្សាយមេត្តាឲ្យសពសត្វទាំងអស់ឲ្យបានសុខសប្បាយទាំងអស់គ្នាបាទហើយមកកាត់នៅកន្លែងខ្ញុំគឺថាមិនមែនកាត់យកតែលុយទេបាទគឺមានធម៌មេត្តានៅក្នុងហ្នឹង បាទគឺមានធម៌មេត្តា បាទធម៌មេត្តាដូចថាអនុគ្រោះ បាទ បាទគឺថាมันមានបញ្ហាអីទេចេញទៅគឺត្រូវតែសុបាយចិត្តហ្មង ចេញទៅដល់សុបាយ បាទកាត់ពលាអំពាក់ហើយគឺត្រូវតែសុបាយចិត្តអត់មានថាមកកាត់ហើយខឹងជាងថ្ងៃក្នុងជប់ចូលអីទេ បាទ ជាងនេះគឺថាទឹកចិត្តអស់លុយតែមិនអោយអស់ភ្ញៀវទេ អត់ទេបាទបងប្អូនថ្ងៃនេះថ្ងៃសិលហើយការសម្ភាសរបស់ខ្ញុំនេះគួបផ្សំជាមួយនឹងសម្លេងសើចក្អាកក្អាយអញ្ចឹងបង្ហាញថានៅក្នុងមុខរបរអាជីពគឺយើងកាលណាយើងរៀនរស់ជាមួយអ្វីដែលយើងស្រឡាញ់ជីវិតយើងរីករាយបែបនេះយើងអត់ចាំបាច់ទៅធ្វើការងារក្នុងម៉ាស៊ីនត្រជាក់បន្ទប់ស្ទូឌីយោអីតម្លៃក៏ពពកប្រាក់ខែច្រើនអីទេបើថាយើងរៀនរស់ជាមួយអ្វីដែលយើងមានជីវិតយើងរីករាយមក បាទយើងព្រមអ្វីដែលយើងមាន បាទ យើងនឹងកែច្នៃរបស់ដែលយើងមានហ្នឹងឲ្យវាប្រសើរជាងមុនប្រសើរទៅឧបមាថាខ្ញុំរៀនកាត់ដេរអញ្ចឹងពីដំបូងខ្ញុំចេះ10 បាទ បន្ទាប់ទៅខ្ញុំចេះ20 បន្ទាប់ទៅខ្ញុំចេះ30 បន្ទាប់ទៅខ្ញុំចេះ50 អាហ្នឹងគេហៅថាអភិវឌ្ឍខ្លួនឲ្យច្រើនទៅហើយយើងព្យាយាមវាទៅគង់តែបានសម្រេចទេអត់មានរបស់អីដែលវាបានមកដោយមិនបាច់ខំទេគឺយើងត្រូវតែខំយើងធ្វើការងារអីមួយយើងត្រូវតែខំជាមួយនឹងការងារហ្នឹងទើបយើងបានសម្រេច អរគុណបងវិធាបាទសូមដូចពាក្យចាស់បារាណយើងថាសត្វមរឹកមានមែននៅក្នុងព្រៃបើសត្វរីកសីដេកស្រមុកតាមមរឹកឯណាបោសម្រុកបញ្ចុកក្នុងមាត់ឲ្យខ្លួនឆៃបាទអញ្ចឹងមានន័យថាយើងត្រូវតែខំអញ្ចឹងមកទល់ពេលនេះបងវិធាឃើញម៉ូតកៅអៅរបស់គាត់នៅក្នុងទូច្រើនណាបាទទាំងឈុតសម្លៀកបំពាក់កៅអៅធំរ៉ាសេទាំងកៅអៅនិស្សិតមន្ត្រីរាជការប៉ូលីសទាហានកងកម្លាំងបាត់អាវុធយើងសិតតែអាចកាត់កែច្នៃបានជាពិសេសអាវយុវជនដូចខ្ញុំនេះបាទក៏បងអាចកាត់បាននិយាយចំថាម៉ូតនៅស្រុកខ្មែរយើងអាចកាត់បានតែបើថាយើងចង់កាត់បែបអឺរ៉ុបបែបអាមេរិកបែបអូស្ត្រាលីបែបអីនោះគឺយើងមើលតែម៉ូតគេយើងអាចដឹងបច្ចេកទេសយើងអាចឆ្នៃបានមានគំរូមកបាទមានគំរូអរគុណជាពិសេសអាចារ្យកាត់បានអាចារ្យក៏បានដែរបងប្អូនអ្នកទស្សនាទាំងអស់គ្នាប្រហែលជាចង់ដឹងអាស័យដ្ឋានថានៅទីនេះនៅតំបន់ណាបាទហើយបងវិធាតាមពិតទៅជីវិតជាងកាត់ដេរបាទជាមេជាងជាអ្នកគ្រូបរិញ្ញាជាងបាទ20ទៅ30ឆ្នាំនេះគឺពេលខ្លះទៅគេហៅថាមុខរបរអីក៏មានឧបសគ្គដែរបាទមុខរបរជាជាងកាត់ដេរនេះពេលខ្លះអតិថិជនកំងច្រើនពេកគេចង់ប្រញាប់បានយ៉ាងនេះហ្នឹងចង់យើងពិបាកបំពេញទឹកចិត្តគេណាប៉ុន្តែទូនាទីរបស់ជាងគឺដឹងថាទទួលហើយគឺត្រូវតែធ្វើឲ្យចប់តែគាត់ថាវាមានយឺតវាមានយូរវាមានកម្មវិធីនេះកម្មវិធីនោះកំងច្រើនយើងអសើកូនជាងតិចអញ្ចឹងវា stress ដែរបាទនេះជាផលលំបាកបាទមានផលលំបាកហើយក៏មានផលងាយស្រួលដែរបើគិតមើលជាងកាត់ដេរនេះបងវិធាគិតថាមកទល់ពេលនេះសមិទ្ធផលដែលគាត់ខំកសាងទីមួយគាត់បានបណ្ដុះប្អូនរបស់គាត់ទាំងអស់ជាជាងកាត់ដេរឲ្យមានមុខរបរចិញ្ចឹមជីវិតរៀងខ្លួនអ្នកខ្លះក៏អាចមានលទ្ធភាពបងរំលោះផ្ទះបងរំលោះដីបងរំលោះឡានឬក៏គាត់អាចធ្វើបុណ្យធ្វើទានជួបជុំក្រុមគ្រួសាររស់នៅសុបាយរីករាយនេះជាលទ្ធផលដែលយើងទទួលបានបាទចំណូលធ្វើទៅបិទតាមមិនដូចមន្ត្រីរាជការដល់ខែបានប្រាក់ខែស្រាប់ប៉ុន្តែយើងធ្វើការងារគេហៅថាបិទពេលណាក៏បានបើកពេលណាក៏បានមានសេរីភាពច្បាប់ខ្លួនឯង
នេះគេហៅថាជា business owner មានន័យថាអ្នកបង្កើតអាជីវកម្មខ្លួនឯងចង់ឲ្យបងវិធីជម្រាបថាសាយឋាននេះបើសិនជាបងប្អូនចង់មករកកន្លែងនេះគេហៅអីគេបងបាទជំរាបសួរម្ដងទៀតបងប្អូនបាទតែយដ្ឋានរបស់ខ្ញុំបងប្អូនចង់តំណាក់តំណងកាត់សម្លៀកបំពាក់គឺខ្ញុំបាទគឺនៅភូមិដំណាក់ទីនេះហៅថាភូមិដំណាក់បាទសង្កាត់គោកឃ្លៀងសង្កាត់គោកខណ្ឌសែនសុខបាទរាជធានីភ្នំពេញយើងនេះហើយនៅចិត្តនឹងផ្សារឈុកមាសបរិយពិភពថ្មីផ្សារឈុកមាសបាទបរិយពុទ្ធផ្សារឈុកមាសបាទមានចំណាប់អារម្មណ៍គឺបងប្អូនតំណាក់តំណងមកតាមលេខទូរស័ព្ទក៏មានបាទ Telegram ហើយភ្ជាប់មកតបថ្ងៃនេះត្រួលណាស់អត់មានអីវ៉ាទេបានតែលេខទូរស័ព្ទមកភ្ជាប់ Telegram ផ្ញើ map បាទផ្ញើ map ចូលមកប្លុកបាទ location យកមកបាទលេខទូរស័ព្ទតាមរយៈលេខទូរស័ព្ទ010 012 500 178 016 567 369បាទលេខទូរស័ព្ទក៏ងាយកន្លែងក៏ងាយស្រួលដើម្បីរកបាទអញ្ចឹងបងប្អូនអ្នកទស្សនាទាំងអស់គ្នាខ្ញុំសូមអរគុណសាជាថ្មីសម្រាប់ការទស្សនាដោយយកចិត្តទុកដាក់ហើយជាពិសេសនិស្សិតទាំងអស់សូមផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងបើសិនជាបងប្អូនដែលទើបតែប្រឡងជាប់ថ្នាក់ទី12គិតថារកគិតអីមិនឃើញទេតែខ្លួនឯងស្រឡាញ់អញ្ចឹងដែរគួរតែតម្រង់ទឹកដូចតាមអ្វីដែលបងបានរៀបរាប់អញ្ចឹងជាចុងក្រោយនេះសូមខ្ញុំជាមួយនឹងបងវិធាសូមជូនពរបងប្អូនអ្នកទស្សនាទាំងអស់នេះសូមមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចជួបគ្នានៅវីដេអូបន្តពីខ្ញុំជាមួយបងវិធាសូមអរគុណសូមជម្រាបលាសូមអរគុណបាទ